សួស្តីបងប្អូនថ្ងៃនេះខ្ញុំមានរឿងនិទានដ៏ជក់ចិត្តមួយទៀតមកចែករំលែកថ្ងៃមួយមានកូនជៀមដ៏គួរឲ្យស្រឡាញ់មួយក្បាលកំពុងតែដើរស៊ីស្មៅយ៉ាងសប្បាយរហូតវង្វេងចេញឆ្ងាយពីភូមិរបស់វាដោយមិនដឹងខ្លួនរំពេចនោះមានសត្វកញ្ច្រោងមួយក្បាលដែលកំពុងតែឃ្លានខ្លាំងបានប្រទះឃើញកូនជៀមនោះវាបានលោតចេញមកស្ទាក់ផ្លូវបំរុងនឹងចាប់កូនជៀមធ្វើជាចំណីឆ្ងាញ់ពិសាភ្លាមតែម្ដងកូនជៀមដឹងថាខ្លួនរត់មិនរួចក៏ប្រើល្បិចភៀមថាលោកកញ្ច្រោងអើយកុំអាស៊ីខ្ញុំអីព្រោះឥឡូវនេះពួកខ្ញុំពេញទៅដោយស្មៅបើលោកចាំបន្តិចសាច់ខ្ញុំនឹងមានរសជាតិឆ្ងាញ់ជាងនេះទៅទៀតកញ្ច្រោងល្មមស៊ីក៏យល់ព្រមអង្គុយរងចាំមួយសន្ទុះក្រោយមកកូនជៀមញីទៀតថាបើលោកចង់ឲ្យស្មៅក្នុងពោះខ្ញុំរលាយកាន់តែឆាប់ដើម្បីឲ្យខ្ញុំឆាប់មានសាច់ឆ្ងាញ់លោកគួរតែឲ្យខ្ញុំរំលែងបន្តិចទៅកូនជៀមចាប់ផ្ដើមរំយ៉ាងសប្បាយរួចវាក៏ផ្ដាន់គំនិតថ្មីថាលោកម្ចាស់សូមជួយយកកណ្ដឹងពីករបស់ខ្ញុំហើយក្រវីវាឲ្យខ្លាំងតាមដែលលោកអាចធ្វើបានទៅនោះខ្ញុំនឹងរំកាន់តែលឿនហើយស្មៅក៏រលាយកាន់តែឆាប់ដែរកញ្ជ្រោងល្ងងខ្លៅក៏ធ្វើតាមវាចាប់ក្រវីកណ្ដឹងយ៉ាងខ្លាំងរំពងពេញព្រៃសំឡេងកណ្ដឹងនេះបានឮទៅដល់ក្រជាកឯកងវាលដែលកំពុងតែដើររកកូនជៀមដែលបាត់បង់របស់គាត់ឮសំឡេងកណ្ដឹងភ្លាមញាក់គង្វាលនិងហ្វូងឆ្កែការពារក៏ប្រញាប់រត់មកកញ្ជ្រោងភ័យស្លន់ស្លោបោះកណ្ដឹងចោលរត់គេចខ្លួនចូលព្រៃបាត់ទៅចំណែកកូនជៀមក៏ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពបងប្អូនអើយរឿងនេះបង្រៀនយើងថាទោះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុតក៏ដោយបើយើងមានស្មារតីរឹងមាំនិងប្រាជ្ញាបញ្ញាយើងនឹងអាចរកផ្លូវដោះស្រាយបានជានិច្ចសូមអរគុណនិងជួបគ្នានៅរឿងក្រោយ